បានផ្ដល់ឲ្យខ្ញុំបាទជាអ្នករៀបចំពិធីករដូច្នេះខ្ញុំបាទតាំងនាមគណៈកម្មការដឹកនាំកម្មវិធីក្នុងរាត្រីនេះជាពិសេសតាំងនាមសហគមន៍ខ្មែរជនជាតិអាមេរិកកាំងសូមថ្លែងអំណរគុណជាពលិកចំពោះវត្តមានរបស់អស់លោកស្រីដែលបានអញ្ជើញមកក្នុងរាត្រីនេះហើយក៏ជាកត្តាមួយដែលញ៉ាំងឲ្យសង្គមខ្មែរយើងមានការរីកចម្រើនដោយយើងបានមកជួបជុំគ្នាក្នុងគោលបំណងមួយដើម្បីនឹងធ្វើ fundraising យកជាអំណោយដើម្បីចែកជូនដល់បងប្អូនខ្មែរអ្នកក្រីក្រនៅតាមជនបទនៃស្រុកខ្មែររបស់យើងអស់លោកស្រីដោយអស់លោកស្រីបានជ្រាបស្រាប់ហើយគឺយើងបានចាកចេញពីមាតុភូមិរបស់យើងអស់រយៈពេលជាង20ឆ្នាំហើយថ្ងៃនេះក៏ដូចជាលើកមុនដែរយើងមានគ្នាយើងជាច្រើនរួមជាមួយនឹងបងប្អូនបានមូលមតិគ្នាមកចូលរួមដើម្បីនឹងប្រមូលជាបច្ច័យក៏ដូចជាអំណោយបន្តិចបន្តួចដើម្បីយកទៅផ្ដល់ដល់បងប្អូនយើងអ្នកក្រីក្រដែលនៅទូរគតនៅស្រុកខ្មែរដូច្នេះដើម្បីជាការតបឆ្លើយនឹងសំណានចិត្តដ៏សប្បុរសអស់លោកអ្នកខ្ញុំបាទក៏សូមបង្ហាញនៅអ្នកចម្រៀងថ្មីរបស់យើងដែលអស់លោករងចាំយូរមកហើយគឺអ្នកនាងព្រំរដ្ឋាសូមមេត្តាទះដៃអបអរសាទរទទួលអ្នកនាងព្រំរដ្ឋាបាទអ្នកនាងព្រំរដ្ឋាដែលបានអញ្ជើញមកពីស្រុកខ្មែរអស់រយៈពេលចំនួនជា 4-5 ឆ្នាំហើយក៏បានមករួមរស់នៅជាមួយបងប្អូនហើយធ្លាប់ជាតារាឯកនៃតួការ៉ាអូខេហើយក៏មានសម្លេងពីរោះមិនចាញ់អ្នកនាងរស់សេរីសទ្ធាទេដូច្នេះក្នុងថ្ងៃនេះអ្នកនាងបានមកចូលរួមកំដរនឹងវងតន្ត្រីយើងដើម្បីជាកិច្ចចាប់ផ្ដើមខ្ញុំបាទសូមបកគលនាទីនេះជូនអ្នកនាងដើម្បីនឹងកំណេះសំណាលជាមួយភ្ញៀវសូមអញ្ជើញចាជាដំបូងនេះខ្ញុំក៏សូមជម្រាបសួរដល់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងរាត្រីដ៏សប្បាយរីករាយនេះហើយនេះខ្ញុំឮដល់សលេងនេះខ្ញុំដូចរស់សេរីយោធានោះភ័យជាបន្តទៅទៀតខ្ញុំបាទក៏ចង់មានសំណួរខ្លះចង់សួរទៅអ្នកនាងថាតើអ្នកនាងសប្តាហ៍ថ្ងៃបានមករស់នៅស្រុកអាមេរិកនេះតើមានអាជីពខាងអីដែរបាទចាពេលនេះខ្ញុំមករស់នៅសហរដ្ឋអាមេរិកនេះខ្ញុំកាន់អាជីពជាអ្នកសម្អាងការអ្នកនាងថាមានអាជីពខាងសម្អាងការដូច្នេះតើអ្នកនាងបានប្រព្រឹត្តអាជីពនេះជាប្រហែលឆ្នាំហើយបាទចាសម្រាប់អាជីពជាអ្នកសម្អាងការនេះគឺចាប់តាំងពីនេះខ្ញុំមកកាន់ដីអាមេរិកនេះចាប់ហើយជា4ឆ្នាំហើយ4ឆ្នាំហើយបាទជាពិសេសទៅទៀតខ្ញុំបាទសូមជម្រាបថាអ្នកនាងមានថ្មីដៃក្នុងការតែងតួរៀបចំសម្លៀកបំពាក់មានប្រដាប់ប្រដាគ្រប់គ្រាន់ក្នុងពិធីការគឺការកូនរបស់ខ្ញុំក៏ខ្ញុំយកអ្នកនាងដែរគឺថាមានការសមរម្យដូច្នេះបើបងប្អូនណាចង់តាក់ទងផ្នែកសម្លៀកបំពាក់ការក្នុងពិធីមង្គលការសូមមេត្តាតាក់ទងនឹងអ្នកនាងព្រំរដ្ឋាបាទចាសសូមអរគុណដល់លោកពូដែលបានជួយផ្សាយពាណិជ្ជកម្មដល់នេះខ្ញុំហើយខ្ញុំមិនបាច់សួរដេញដោលពីរឿងផ្ទាល់ខ្លួនទេខ្ញុំជឿថាអ្នកនាងមកនៅស្រុកអាមេរិកនេះពិតជាមានសេចក្តីសុខហើយពិតជាមានការរាប់អានពីមិត្តភ័ក្តិគ្រប់ជាន់ថ្នាក់ទាំងអស់ហើយជាបន្តទៅទៀតដើម្បីមុននឹងខ្ញុំអញ្ជើញលោកប្រធានដាក់គុំឡើងមកថ្លែងអំណរគុណខ្ញុំសូមវងភ្លេងទាំងអស់អញ្ជើញឡើងមកកាន់វេទិកាដើម្បីនឹងកំដរនៅបទមួយក្រុមចំណងជើងថាទឹកស្ទឹងស្លាគូបាទសូមអញ្ជើញអ្នកនាងបកស្រាយចា៎នេះខ្ញុំក៏សូមអភ័យទោសជាមុនសម្រាប់បងប្អូនដែលបានអញ្ជើញមកនៅក្នុងរាត្រីនេះបើនេះខ្ញុំមានការឆុសឆ្គងអ្វីសូមមេត្តាកុំប្រកែកប្រកាន់ព្រោះនេះខ្ញុំគ្រាន់តែជាតួសម្ដែងមួយរូបតែប៉ុណ្ណោះមិនមែនអាជីពជាអ្នកចម្រៀងទេបើសិនជាមិនពីរោះអីសូមមេត្តាកុំប្រកែកប្រកាន់
សូមអរគុណ តែជាបន្តទៅទៀតខ្ញុំបាទសូមខន្តីអភ័យទោសពីសំណាក់អស់លោកស្រីដោយភ្លេងរបស់យើងមានការរអាក់រអួលផ្នែកបច្ចេកទេសសំឡេងមិនសូវពីរោះក៏ប៉ុន្តែយើងខ្ញុំសង្ឃឹមថាសន្តានចិត្តសប្បុរសរបស់អស់លោកអ្នកក្នុងរាត្រីនេះពិតជាមិនធ្វើឲ្យរាត្រីយើងមានការអាប់អួរទេហើយក៏ជាបន្តទៅទៀតខ្ញុំបាទសូមគោរពអញ្ជើញលោកឡុងវ៉ាន់តុនដែលជាប្រធានសហគមន៍ខ្មែរជនជាតិអាមេរិកអញ្ជើញមកកាន់វេទិកាដើម្បីនឹងថ្លែងអំណរគុណដល់ភ្ញៀវមេត្តាតែដៃអបអរសាទរទទួលលោកឡុងវ៉ាន់តុនបាទជាបន្តខ្ញុំបាទសូមគោរពអស់លោកដែលជាភ្ញៀវកិត្តិយសដែលបានអញ្ជើញមកក្នុងរាត្រីនេះក្នុងនាមសមាគមខ្មែរនិងក្នុងនាមគណៈកម្មការរៀបចំកម្មវិធីរាត្រីសមសខ្ញុំបាទសូមគោរពនឹងថ្លែងអំណរគុណដល់អស់លោកស្រីទាំងអស់ដែលបានអញ្ជើញមកក្នុងចូលរួមនៅក្នុងកម្មវិធីរាត្រីសមសនេះខ្ញុំបាទគ្មានអ្វីទេគ្រាន់តែសូមថ្លែងអំណរគុណហើយសូមអាយុវណ្ណៈសុខៈពលៈនិងបដិបណៈហើយបានយឺនយូរទាំងអស់គ្នាក្នុងពេលវេលាប្រជុំបិណ្ឌនេះបាទសូមអរគុណសូមអរគុណលោកឡុងវ៉ាន់តុនហើយជាបន្តទៅទៀតខ្ញុំបាទក៏សូមអញ្ជើញលោកខុនរ៉នព្រមទាំងលោកកែមចន្ទថាដើម្បីនឹងអញ្ជើញមកសំណេះសំណាលរៀបរាប់អំពីបបហេតុនិងគោលបំណងនៃការធ្វើពិធីជប់លៀងក្នុងរាត្រីនេះបាទសូមអញ្ជើញលោកខុនរ៉ននិងលោកកែមចន្ទថាបាទសូមគោរពអញ្ជើញបាទសូមជម្រាបសួរអស់លោកស្រីប្រិយមិត្តបងប្អូនទាំងអស់បាទតាំងនាមខ្ញុំបាទតំណាងឲ្យសហគមន៍ខ្មែរអាមេរិកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតទៅដល់អស់លោកស្រីដែលបានចំណាយពេលវេលាដ៏មានតម្លៃមកចូលរួមនៅក្នុងរាត្រីរាំកម្សាន្តដើម្បីជួយឧបត្ថម្ភដល់ជនក្រីក្រនៅស្រុកខ្មែរដូច្នេះខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្លាំងបាទដែលអស់លោកបានផ្ដល់កិត្តិយសដល់សហគមន៍របស់យើងហើយបន្តទៅទៀតខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់គណៈកម្មការសហគមន៍ខ្មែរអាមេរិកដែរដែលបានចំណាយពេលវេលានិងថវិកាគ្រប់បែបយ៉ាងជួយទៅឧបត្ថម្ភគាំទ្រទៅដល់ជនក្រីក្រម្យ៉ាងទៀតក៏សូមអរគុណទៅដល់ផ្នែកខាងខាងចុងភៅដែរបាទដែលបានជួយផ្ដល់កិត្តិយសបម្រើនៅក្នុងរាត្រីនេះរួមទាំងប្អូនសនដែលជាកាមេរ៉ាមែនផងដែរដូច្នេះខ្ញុំសូមថ្លែងអំណរគុណសារជាថ្មីម្ដងទៀតបាទខ្ញុំបាទឈ្មោះចន្ទថាខេមខ្ញុំនឹងនិយាយជាភាសាអង់គ្លេសបន្តិចដើម្បីឲ្យក្មេងៗដែលមិនបានស្ដាប់បានជាភាសាខ្មែរឲ្យបានយល់ខ្លះ On behalf of the Khmer American Citizen Association and on behalf of Angkor Hall, I would like to welcome everybody that are here to support this event tonight. We appreciate you very much. I also would like to thank the member that has support all throughout the last 2 or 3 months that prepared this event. Everyone in the association has pitched in quite a bit of money, and we appreciate that. Next is I want to say that this event, the purpose of this event is to help the people in Cambodia. This is the first of its kind. Hopefully next time we do this, we'll have more support and hopefully we'll make some money to help the people in Cambodia. We want to show the people in Cambodia that the people in Modesto, especially the Khmer American Association, not forgetting about the people that are starving in Cambodia. Even if we make a little money, we raise a little money, we want them to know that we are concerned and we are thinking of them. The last thing that I want to talk about is that since I've been in the member of the Khmer American Citizen, I have been very happy about it. I've seen a lot of members showing up and support the organization, and I would like to ask more people to join the organization and make it stronger. Every member has support
a lot as far as money and effort. They put a lot of time into it. So I've been very pleased with it. This is the first time I really enjoy being the member of the association. So if, we would like to ask for more people to join us. And lastly, I would like to say thank you again for showing up. And we wish that you have a good time tonight and enjoy the rest of the evening. Thank you. អស់លោកស្រីនិងប្រិយមិត្តទាំងអស់ខ្ញុំសូមបើកមុខកញ្ចក់ដើម្បីជម្រាបជូនថាកម្មវិធីក្នុងរាត្រីនេះដែលបានកើតឡើងក៏ដោយសារការឧបត្ថម្ភអំពីសមាជិកសកម្មរបស់យើងដែលមានឈ្មោះដូចតទៅដូច្នេះបើសិនជាបងប្អូនណាដែលឮឈ្មោះខ្ញុំហៅសូមអញ្ជើញមកកាន់វេទិកាខាងមុខដើម្បីនឹងយើងថតរូបទុកជាអនុស្សាវរីយ៍បាទសូមអញ្ជើញបងប្អូនដែលមានឈ្មោះទី1ខ្ញុំបាទសូមអញ្ជើញលោកប្រធានឡុងវ៉ាន់តុនមេត្តាអញ្ជើញមកកាន់វេទិកាខាងមុខលោកឡុងវ៉ាន់តុនលោកម៉ៅរុតសូមអញ្ជើញលោកម៉ៅរុតសូមអញ្ជើញលោកហ៊ុនរ៉លោកហុងសវណ្ណសូមអញ្ជើញបងសវណ្ណមកកាន់វេទិកាខាងមុខដែរ